ហើយគ្មានចរចារឿងលក់ពលាននោះទេការសម្រេចរបស់ខ្ញុំកាលពីថ្ងៃទី28 ខែ 4 ទៅកន្លងទៅនេះគឺមាន2ចំណុចគឺយើងគ្រោងផ្ទេរប្រតិបត្តិការនៅថ្ងៃដូចខែតាមផែនការគឺថ្ងៃទី9 ម៉ោង 12 យប់ចូលថ្ងៃទី 10 កក្កដាផ្ទេរនេះបានន័យថាបិទប្រតិបត្តិការកន្លែងចាស់កប៉ាល់ហោះចុះទៅកន្លែងថ្មីអាកន្លែងបញ្ជាកប៉ាល់ហោះ Air Traffic Controller អីទៅនោះដើម្បីកប៉ាល់ហោះចុះកន្លែងនោះនេះគឺជាការផ្ទេរមិនមែនការផ្ទេរទៅដល់នោះហើយឲ្យឯកជនចូលមកយកនេះទេចំណុចក្រោយពីពេលនោះពីណាទទួលខុសត្រូវខ្ញុំបានចារឯកភាព2ចំណុចដែលរដ្ឋលេខាធិការអាកាសចរស៊ីវិលស្នើសុំទី1ផ្ទេរការគ្រប់គ្រងពលានទាំងមូលទៅឲ្យការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំណុចទី2គឺសុំកងកម្លាំងប្រដាប់អាវុធដើម្បីជួយការពារសន្តិសុខទ្រព្យសម្បត្តិរបស់រដ្ឋនៅពលានចាស់រួមទាំងការការពារល្បាតជុំវិញនឹងបូកជាមួយនឹងការពារនៅទីតាំងឥឡូវបើមិនលក់ឥឡូវលក់ទៅមុខអត់ទេគោលការណ៍ដែលយើងគ្រោងបច្ចុប្បន្នគឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្នហើយត្រៀមបំរុងក្នុងករណីមានចុះដោយគេថា emergency landing ជាពីបំរុង